ថ្វាយបង្គំព្រះអង្គគ្រូកែវសវឿនព្រះអង្គគ្រូជាចាស់អធិការវត្តព្រះកែវមរកតថ្មីរបស់យើងហើយសូមព្រះអង្គគ្រូគង់នៅជាសុខរហូតអង្វែងទៅណាព្រះអង្គគ្រូណាអនុមោទនាកណាហើយចំពោះព្រះអង្គគ្រូកែវសវឿនកាលពីថ្ងៃមុនហ្នឹងគឺបានរលត់បាត់ទៅហើយខ្ញុំកណាត់មកភាពកាលពីថ្ងៃមុនហ្នឹងក៏រលត់បាត់ទៅហើយព្រោះអីទាំងព្រះអង្គគ្រូកែវសវឿនក្តីទាំងអាត្មាភាពក្តីសុទ្ធតែជានាមធម៌ទាំងអស់សុទ្ធតែជាបញ្ចក្ខន្ធទាំងអស់ហើយបញ្ចក្ខន្ធកាលពីថ្ងៃមុនមិនមែនជាបញ្ចក្ខន្ធថ្ងៃនេះទេណាបញ្ចក្ខន្ធថ្ងៃនេះក៏មិនមែនជាបញ្ចក្ខន្ធថ្ងៃស្អែកដែរគឺវារលត់ជាប់តគ្នាហ្នឹងហើយបើសិនជាក្នុងធម៌បើនៅក្នុងមរណៈ3គេប្រើពាក្យថាខនិកមរណៈគឺស្លាប់មួយខណៈតែម្ដងណាគឺគណៈពេលដែលលោភៈកើតឡើងទៅរលត់បាត់ទៅនឹងស្លាប់មួយខណៈអីទោសៈកើតទៅរលត់បាត់ទៅស្លាប់មួយខណៈអីមោហៈកើតទៅរលត់ទៅស្លាប់មួយខណៈទៀតឯងមហាកុសលកើតទៅរលត់ទៅស្លាប់មួយខណៈទៀតគឺថាស្លាប់គ្រប់ខណៈទាំងអស់គេហៅថាខនិកមរណៈអញ្ចឹងព្រះអង្គគ្រូក្តីអាត្មាភាពក្តីគឺថ្មីទាំងអស់គឺជាបញ្ចក្ខន្ធថ្មីជារូបខណ្ឌថ្មីវេទនាខណ្ឌថ្មីសញ្ញាខណ្ឌថ្មីសង្ខារខណ្ឌថ្មីនិងវិញ្ញាណខណ្ឌថ្មីគឺជាដូចជាក្នុងធម៌សតិប្បដ្ឋានជាដើមគឺក្នុងធម៌សតិប្បដ្ឋាន4គឺព្រះអង្គសម្ដែងប្របែកបញ្ចក្ខន្ធនឹងឯងគឺព្រះអង្គសម្ដែងប្របែកដកការប្រកាន់បញ្ចក្ខន្ធនឹងឯងដកការប្រកាន់បញ្ចក្ខន្ធនឹងឯងជាយើងនឹងឯងហ្នឹងឯងដូចជាចំពោះកាយជាដើមនេះសតិសម្បយុទ្ធដោយវិបស្សនាកំណត់ដង្កាយហៅថាកាយយានុបស្សនាសតិប្បដ្ឋានហ្នឹងគឺព្រះអង្គប្រកាសសម្ដែងជារូបកម្មដ្ឋានសុទ្ធតែហ្មងហ្នឹងចំពោះកាយយានុបស្សនាសតិប្បដ្ឋានគឺជារូបកម្មដ្ឋានសុទ្ធគឺរូប28ណារូបសុទ្ធតែហ្មងជារូបកម្មដ្ឋានសុទ្ធបថវ័យកាយអាបោកាយតេជោកាយវិយោកាយហ្នឹងគឺកាយសុទ្ធតែហ្មងកាយហើយខ្យល់កាយដែរនេះមិនឆ្ងល់ទេអាខ្យល់ដង្ហើមចេញចូលកាយដែរនេះសត្វលោកប្រកាន់កាយជារបស់យើងជាយើងយូរណាស់មកហើយកាយហ្នឹងណាបើតែព្រះអង្គប្រកាសសម្ដែងដកអត្តានុទិដ្ឋិចេញអស់ដកការប្រកាន់កាយនឹងឯងជារបស់យើងឈប់ជារបស់យើងកាយជាកាយនឹងឯងកាយនឹងឯងជារូបខណ្ឌនឹងឯងរូប28នឹងឯងជាកាយជារូបខណ្ឌនឹងឯងហ្នឹងជាខណ្ឌទី1គឺព្រះអង្គប្រកាសសម្ដែងនៅក្នុងកាយានុបស្សនាសតិប្បដ្ឋានគឺរូបខណ្ឌនឹងឯងសតិសម្បយុទ្ធដោយវិបស្សនាកំណត់ដឹងវេទនាហៅថាវេទនានុបស្សនាសតិប្បដ្ឋាននេះចំពោះសតិប្បដ្ឋានទី2គឺវេទនានឹងឯងគឺព្រះអង្គប្រកាសសម្ដែងជាវេទនាខណ្ឌហ្នឹងហើយនេះគឺជាអរូបកម្មដ្ឋានសុទ្ធតែហ្មងវេទនាខណ្ឌហ្នឹងណាហើយវេទនាខណ្ឌយើងមានគ្រប់គ្នាសុខវេទនាក៏យើងមានទុក្ខវេទនាក៏យើងមានអតុក្ខមសុខវេទនាក៏យើងមានបើជាវេទនា5សុខវេទនាក៏យើងមានសោមនស្សវេទនាក៏យើងមានទុក្ខវេទនាក៏យើងមានទោមនស្សវេទនាក៏យើងមានឧបេក្ខាវេទនាក៏យើងមានប៉ុន្តែយើងតែងតែប្រកាន់ថាជាយើងវេទនាជាយើងតែពិតមិនមែនទេវេទនានឹងឯងជាវេទនាខណ្ឌដែលខណ្ឌទី2នឹងឯងវេទនាខណ្ឌគឺ
ព្រះអង្គសម្ដែងនៅក្នុងសតបដ្ឋានទី2គឺវេទនានុបស្សនាសតបដ្ឋានថាវេទនាវាជាវេទនាតែប៉ុណ្ណោះវាមិនមែនយើងទេវាមិនមែនប្រុសមិនមែនស្រីមិនមែនសត្វមិនមែនបុគ្គលទេវាជាវេទនាតែប៉ុណ្ណោះត្រេកអរអនុមោទនាលោកប្អូនដែលពេញចិត្តមានឆន្ទៈនៅក្នុងការសិក្សាពធហើយមានប្រកដីពូលនៅពធធ្វើវីដេអូផ្សព្វផ្សាយណានឹកឃើញដល់គាថាមួយព្រះអង្គសម្ដែងថាធម្មោហវេរកតិធម្មចារីធម្មោសុចណោសកមវហាតិអេសានិសង្សោធម្មេសុចនេអ្នកតុកតិកាចិត្តអ្នកតុកតੰកាចតិធម្មចារីធម្មោហវេរកតិធម្មចារីបានន័យថាអ្នកប្រព្រឹត្តធម៌ធម្មោហវេរីធម៌នឹងឯងណាធម្មោហវេរកតិធម្មចារីមានន័យថាអ្នកមានប្រកដីប្រព្រឹត្តធម៌នឹងឯងធម្មោហើយចំពោះព្រះអង្គគ្រូកែវសវឿនកាលពីថ្ងៃមុនហ្នឹងគឺបានរលត់បាត់ទៅហើយខ្ញុំកណាត់មកភាពកាលពីថ្ងៃមុនហ្នឹងក៏រលត់បាត់ទៅហើយព្រោះអីទាំងព្រះអង្គគ្រូកែវសវឿនក្តីទាំងស្មារតីក្តីសុទ្ធតែជានាមធម៌ទាំងអស់សុទ្ធតែជាបញ្ចក្ខន្ធទាំងអស់ហើយបញ្ចក្ខន្ធកាលពីថ្ងៃមុនមិនមែនជាបញ្ចក្ខន្ធថ្ងៃនេះទេណាបញ្ចក្ខន្ធថ្ងៃនេះក៏មិនមែនជាបញ្ចក្ខន្ធថ្ងៃស្អែកដែរគឺវារលត់ជាប់តគ្នាហ្នឹងអីបើសិនជាក្នុងធម៌បើនៅក្នុងមរណៈ3គេប្រើពាក្យថាខនិកមរណៈគឺស្លាប់មួយខណៈតែម្ដងណាគឺគណៈពេលដែលលោភៈកើតឡើងទៅអលត់បាត់ទៅនឹងស្លាប់មួយខណៈអីទោសៈកើតទៅអលត់បាត់ទៅស្លាប់មួយខណៈអីមោហៈកើតទៅអលត់ទៅស្លាប់មួយខណៈទៀតឯងមហាកុសលកើតទៅអលត់ទៅស្លាប់មួយខណៈទៀតគឺថាស្លាប់គ្រប់ខណៈទាំងអស់គេហៅថាខនិកមរណៈអញ្ចឹងព្រះអង្គគ្រូក្តីអាត្មាភាពក្តីគឺថ្មីទាំងអស់គឺជាបញ្ចក្ខន្ធថ្មីជារូបក្ខន្ធថ្មីវេទនាក្ខន្ធថ្មីសញ្ញាក្ខន្ធថ្មីសង្ខារក្ខន្ធថ្មីនិងវិញ្ញាណក្ខន្ធថ្មីគឺជាក្ខន្ធថ្មីទាំងអស់មិនមែនពីមុនទេណាអនុមោទនា